កម្លាំង movement កម្លាំងដែលប្រឆាំងនឹងដុល្លារវាកើតតែពីរទេក្នុងពិភពលោកទី1គឺ Warsaw ទី2គឺ EU ដល់ក្រោយមកទៀតទៅក៏មានBRICS ក៏មាន Yuan domination អីចឹងទៅចេះបន្តទៅទៀតតែកម្លាំងខ្លាំងដែលមិនទទួលស្គាល់ដុល្លារគឺទី1 48 Warsaw ទី2 57មកជោគជ័យឆ្នាំ1998គឺ Euro ហើយក្រោយពីកើត Euro អ្នកដែលធ្វើឲ្យ Euro ប្រកាច់គឺដុល្លារមានចាំទេ European Union Financial Crisis គេហៅ Euro Crisis មានចាំទេណាមានចាំ Euro Crisis ទេ Euro Crisis កើតពីពេលណាមកគឺកើតពីឆ្នាំ2009មកដល់ឆ្នាំ2018អ្នកណាវាយ Euro កូនអត់មានអ្នកណាចាប់ផ្លឹកទេអ្នកដែលវាយ Euro គឺដុល្លារអូខេឥឡូវបញ្ចេញមួយឲ្យកូនឯងយល់ឲ្យចៅឯងយល់ព្រោះចៅឯងចង់ដឹងចៅតាប្រាប់តាមិនចេះតែស្ដីឲ្យទេឲ្យតែសួរទៅឆ្លាតតាប្រាប់ចៅឯងស្មានតែសង្គ្រាមផ្ទុះនៅអ៊ៃរ៉ង់ពីចុងខែកុម្ភៈនេះចៅឯងស្មានតែជាសង្គ្រាមល្ងងខ្លៅហ៎សង្គ្រាមដែលផ្ទុះថ្ងៃទី28ខែកុម្ភៈឆ្នាំ2026រូបរាងវាល្ងងខ្លៅណាស់ក៏ប៉ុន្តែវាមិនមែនជាសង្គ្រាមល្ងងខ្លៅទេវាជាសង្គ្រាមដ៏សាហាវហើយមានភាពប្រថុយប្រថានបើយើងសម័យឥឡូវគេអត់ប្រើពាក្យថាប្រថុយប្រថានទេគេថាហានិភ័យគឺថា super ហានិភ័យខ្ពស់ណាស់សង្គ្រាមនៅអ៊ៃរ៉ង់សប្តាហ៍ដែលកើតថ្ងៃទី28ខែកុម្ភៈឆ្នាំ2026នេះគឺជាសង្គ្រាមដ៏សាហាវឃោរឃៅហើយជាសង្គ្រាមដែលមានភាពប្រថុយប្រថានខ្ពស់បំផុតតាសូមប្រាប់ចៅថាសង្គ្រាមនៅអ៊ៃរ៉ង់មិនមែនជាការទម្លាក់គ្រាប់បែកជាការបាញ់ដ្រូនឬក៏កំជ្រួយទេជាសង្គ្រាមដែលតាក់ទងរូបិយប័ណ្ណគឺតាក់ទងនឹងដុល្លារនេះសិតតែធំអញ្ចឹងឆ្លើយប៉ុណ្ណឹងណាកូនណាកូនឯងរកចៅឯងរកចម្លើយខ្លួនឯងថែមទៅប៉ុន្តែតាឆ្លើយប៉ុណ្ណឹងរីឯចៅឯងផ្ដោតអារម្មណ៍ទៅលើ digital currency អាហ្នឹងជាភេទរបស់បាយប័ណ្ណទេភេទរបស់បាយប័ណ្ណដុល្លារមានហើយដុល្លារមាន digital dollar ហើយយូរ៉ុបមានហើយយួនមានហើយរូបលមានហើយចុះស្អីទៅcoinស្អីទៅ crypto អានោះគ្រាន់តែជាប្រភេទបាយប័ណ្ណដែលគេបណ្ដែតនៅក្នុងពិភពលោកទេគេបណ្ដែតដើម្បីអីគេបណ្ដែតដើម្បីអនុញ្ញាតឲ្យពួកចោរកម្មចរាចរណ៍កាលណាពួកចោរកម្មពួក cyber criminal ហ្នឹងវាចរាចរណ៍ទៅគេងាយនឹងគ្រប់គ្រងវាអញ្ចឹងចៅហ្វាយគាត់បង្កើត crypto currency អីហ្នឹងដើម្បីឲ្យចោរវាបញ្ចេញរូបរាងនៅក្នុងវិធីគេហៅថាបារាំងថា technique judiciaire ណាភាសាអង់គ្លេសគេហៅថា police techniques ណា technique judiciaire ណា police technique របស់ police ដើម្បីចាប់ចោរមានពីរយ៉ាងមួយស៊ើបអង្កេតតាមដានចោរមួយទៀតគឺដាក់នុយឲ្យចោរចេញមកដើម្បីចាប់ចោរ cryptocurrency bitcoin forex cyber criminal activity វាបង្កើតដោយចៅហ្វាយនៅពេលដែលគេបង្កើតចោរកម្មក្នុងពិភពលោកចោរវាចេញមកធ្វើការនៅពេលដែលគេគូផែនទីដឹងថាចោរនៅតាណាទើបគេបង្ក្រាបចោរនឹងដល់មួយរយៈពេលក្រោយមកគេត្រូវធ្វើអ្វីមួយទៀតដើម្បីដាក់នុយឲ្យចោរនឹងចេញមកទៀតដូចហ៊ុនសែនប្រើសំរងស៊ីចឹងសំរងស៊ីជួយបង្ហាញហ៊ុនសែនថានៅក្រៅប្រទេសមានខ្មែរណាខ្លះប្រឆាំងគាត់អញ្ចឹងហើយបានហ៊ុនសែនតិចគាត់អូសមីនេះតិចអូសអានោះឲ្យទៅថ្វាយអង្គមគាត់ណាហើយគាត់ឆ្លោះជាមួយអារាំងស៊ីរហូតតាមពិតអារាំងស៊ីជាសំផឹងដែលហ៊ុនសែនកក់លុយសម្រាប់ឡើងដេកទេអារាំងស៊ីជួយដឹកនាំនៅចលនាប្រឆាំងហ៊ុនសែនคล้ายមួយដើម្បីធ្វើឲ្យហ៊ុនសែនចាប់អ្នកប្រឆាំងហើយអាអ្នកដែលមកជ្រកកោននយោបាយនៅក្រៅប្រទេសសិតតែពួកហ៊ុនសែនបញ្ជូនចេញមកអញ្ចឹងហើយបានជាអាណាក៏ដោយឲ្យតែរត់មកជ្រកកោននៅបរទេសថាខ្លួនជាអ្នកប្រឆាំងហ៊ុនសែនខ្ញុំមិនដែលជឿទេហើយខ្ញុំប្រើពាក្យថាអស់ហ្នឹងសិតតែបើកដោះយួនវាបើដោះយួនវាបើដោះហ៊ុនសែនហ្នឹងវាចេញមកហើយពេលវាប្រឆាំងហ៊ុនសែនវាប្រឆាំងខ្លាំងជាងយើងធម្មតាទៀតពីព្រោះអីពីព្រោះវាជាមនុស្សដែលគេចេញមកហ៊ុនសែនត្រូវការបង្កើតរបស់ហ្នឹងដើម្បីចាប់មនុស្សអ្នកដែលជួយកិច្ចការហ៊ុនសែនរហូតមកគឺអារាំងស៊ីអ
ចឹងហើយបានជាអាចលនាប្រឆាំងហ៊ុនសែនហ្នឹងវាអត់ដាច់ពូជទេពីព្រោះបើដាច់ពូជហ៊ុនសែនលែងដឹងថាអ្នកណាប្រឆាំងគាត់ណាបើមានអារាំងស៊ីមួយអញ្ចឹងគាត់បន្តអារាំងស៊ីមកអារាំងស៊ីចាធ្វើអញ្ចឹងទៅគាត់ដឹងនៅក្នុងពេលជាមួយគ្នាគាត់ធ្វើនៅខាងក្នុងខ្លាចគាត់ឡើងស្ដាប់គាត់ច្បាយក្នុងពិភពលោកធ្វើតែអញ្ចឹងអូខេចាប៉ុណ្្នឹងឯងណាឆ្លើយប៉ុណ្្នឹងចុះ